Saya muốn nóiថ្ងៃនេះយើងនឹងបង្ហាញដល់អ្នកគ្នាអំពីការ set up Windows XP ហ្នឹងអញ្ចឹងទេសូមបង្ហាញដល់អ្នកគ្នានៅកម្មវិធីមួយឈ្មោះថាកម្មវិធី VMware កម្មវិធី VMware ហ្នឹងគឺសម្រាប់តេស្ត Windows មកថាយើងមាន Windows ថ្មីដែលយើងក៏ទើបតែ download មកដូច្នេះយើងគួរតែតេស្តនៅលើ VMware ហ្នឹងទៅហើយជួននៅលើម៉ាស៊ីនមែនតែនទៅវាអាចប៉ះពាល់កាំងអាចកុំព្យូទ័រអីចឹងណាអញ្ចឹងគួរតែនេះប្រើកម្មវិធី VMware ទៅហើយដើម្បីបង្កើតវានេះចូល create new virtual machine អូខេចុចទៅលើវាទៅហើយបន្តមកទៀតនេះយកលើមកថា Vicor នេះហ្នឹងហើយចុច next ហើយយកក្រោមនៅត្រង់កន្លែងនេះគឺកន្លែងដាក់ file ISO គឺ file Windows ហ្នឹងប៉ុន្តែអត់ recommend ឲ្យអ្នកទាំងអស់គ្នាយក Windows កន្លែងហ្នឹងឲ្យហើយវាព្រោះថាវាអាច error អញ្ចឹងណាហើយសូមយកក្រោមនេះមកហើយចុច next កន្លែងនេះគឺជាកន្លែងដែលយើងកំណត់ថាយើង set up Windows អីគេ Windows XP Windows 7អីចឹងហើយនេះយើងបានផ្នែកថា set Windows XP អញ្ចឹងយក Windows XP Professional ហើយបន្តមកទៀតចុច next នៅត្រង់កន្លែងនេះគឺកន្លែងដែលយើងទុក Windows មកថាបើយើងនេះ Windows គេដាក់នៅ drive C drive D អញ្ចឹងណាប៉ុន្តែចង់ប្រាប់បងប្អូនថាបងប្អូនដាក់ណាក៏បានដែរតែចិត្តឲ្យតែ space របស់ hard disk ហ្នឹងវានៅតែច្រើនហ្នឹងហើយអញ្ចឹងនេះតែឈ្មោះមកថា Windows XP ចាំមកហ្នឹងហើយ enter វាទៅដាច់លើវាហើយចុច OK តាមទៀតចុច next កន្លែងនេះគឺជាកន្លែងដែលយើងកំណត់ hard disk ចង់ដាក់ប្រមាណស្អីចិនហើយដាក់ថា80អីចឹងណា 80G នៅត្រង់កន្លែងនេះនេះដាក់លើនេះគឺយើងអាចចែកនេះបានទេចែក partition បានទេយកក្រោមនេះមកហើយចុច next ហើយ finish80G ហើយ memory វា C15 ទេហ្នឹងហើយអញ្ចឹងកន្លែងនេះយើងត្រូវដាក់ណា file ISO គឺ Windows ហ្នឹងហើយកន្លែងនេះប្រៀបបាននេះ drive ដែលហៅថា CD-ROM អូខេប្រៀបបានដូចជា CD-ROM អញ្ចឹងសូមយកកន្លែងហ្នឹងមកយើងមិនត្រូវដាក់លេខចូល CD-ROM អញ្ចឹងលេខ clear ហើយសម្រាប់ទីតាំងហើយយើងដាក់ Windows របស់យើងនៅណាដល់ XP ហ្នឹងណាគឺ soft ដែលយើងត្រូវតម្លើងវាហ្នឹងណាហ្នឹងហើយនេះបានទុកនៅក្នុង drive D អញ្ចឹងសូមយករក Windows XP មកដល់លើវាហើយ open ទៅវា open ហើយគឺ OK ហើយសូមមើលលើនេះកន្លែងនេះ power on this virtual machine ចុចទៅលើវាទៅពេលនោះវានឹងដែរWindows XP របស់យើងកំពុងតែដើរនេះកន្លែងនេះគឺជាកន្លែងដែលបងប្អូនត្រូវតែធ្វើអញ្ចឹងសូមមើលនៅ information ដែលវាបានបង្ហាញឲ្យយើងមើលសូមមើលនៅខាងក្រោមនេះគឺទី1 enter install ទី2 C create partition ទី
ទី3 S3 quick ចឹងយើងត្រូវនេះជាអក្សរ C ណាដើម្បី create វាហ្នឹងហើយបន្តមកទៀតយើងត្រូវចែកវាចែក partition ហ្នឹងណាហ្នឹងយើងត្រូវដឹងថាវាប្រមាណធម្មតាវាគិតជាកន្លែងនេះគិតជាមេហ្នឹងហើយអញ្ចឹងនេះមើលនៅខាងលើនេះគឺស្មើនឹង 80G អញ្ចឹងអាចចែកជា2បានណាG ស្មើនឹង1024មេអញ្ចឹងដាក់មកយើងថាចេះជាពាក្យកណ្ដាលទៅ 40G អញ្ចឹងណាហើយតមកទៀតនេះចែកពាក្យថា enter ចឹងវានឹងចែកឲ្យយើងជា2នេះអាខាងលើនេះយើងបាន create វាហើយតែនៅខាងក្រោមនេះយកទៅបាន create ទេមិនអញ្ចឹងណាអញ្ចឹងសូម create វាមកសូមមើលនេះកន្លែងនេះគឺចុចទៅដាក់មកសរ C ដើម្បី create ទៅ enter create ដែរថាមកអញ្ចឹងបាន2អញ្ចឹងកន្លែងនេះមិនក៏វាដាក់8មេទៅអីអញ្ចឹងវាមានន័យថា8មេហ្នឹងសម្រាប់ទុកសល់ space កាលណាតែយើងប្រើ try C អស់អញ្ចឹងទៅគឺវាអាចថានឹងកាំងអញ្ចឹងវាទុក8មេនេះដើម្បីសល់ space សល់ទំហំ disk ខ្លះដើម្បីដំណើរការ hard disk ហ្នឹងបើមិនអញ្ចឹងទេគឺកុំព្យូទ័ររបស់យើងនឹងកាំងតែម្ដងបន្ទាប់ពីនឹងហើយយើងត្រូវចុចអក្សរ D ដើម្បី delete ណាអក្សរ D ដើម្បី delete អក្សរ L ដើម្បី delete ហ្នឹងហើយចុច enter តទៅពី enter ហើយចុចនេះខាងលើនេះយក NTFS file system គឺខាងលើហ្នឹងទៅតើយើងចុចខាងលើទៅវានឹងដែរអញ្ចឹងតាមមកយើងឃើញអភិរយអញ្ចឹងណាតើយើងដាក់ឈ្មោះហើយចុចហើយគេដាក់ password ហ្នឹងបើបងប្អូនចង់ដាក់ក៏បានមិនចង់ដាក់ក៏បាន password ហ្នឹងគឺកន្លែងដែលយើង lock ចូល Windows ក៏យើងត្រូវការប្រើ password អញ្ចឹងបើដាក់ក៏ដាក់ទៅមិនដាក់ក៏អត់ទៅហើយចុចលេខទៅមុខទៀតហ្នឹងហើយកន្លែងនេះសូមជ្រើសរើសយកម៉ោងបូក7ណាយកមកក្រោមមកនេះបូក7បាងកកហាណូយចាកាតាគឺយើងជ្រើសរើសយកម៉ោងហ្នឹងគឺវាឲ្យដើរអូតូតែម្ដងគឺដើរត្រូវទៅនឹងម៉ោងធម្មតានេះខ្ញុំចង់សរសេរអក្សរឲ្យបានណាហើយអាចចុចមុខអាចចុចទៅមុខបានហើយ
សូមគាត់ចេញនិចបន្តទៀតទៅតាចប់ហើយហើយយកពាក្យថា not right now ហើយនិចហើយសូម skip ទៅដល់ក្រោមនេះនិចទៅមុខទៀតទៅកន្លែងនេះឲ្យយើងដាក់ឈ្មោះ username ចឹងដាក់មកត្រង់កន្លែងនេះមាន username 2 3 4 5មានន័យថាក្នុងកុំព្យូទ័រមួយហ្នឹងអាចប្រើបាន 3 4 នាក់អញ្ចឹងណាហើយដាក់ username ខុសគ្នាទៅពេលលុកចូលទៅលុកចូលណាឈ្មោះនេះតាមចិត្តអញ្ចឹងនេះបើតែម្នាក់ទេអញ្ចឹងយើងដាក់តែម្នាក់ទេហើយ finish អញ្ចឹងវាចប់ដំណើរការសម្រាប់ Windows បន្តមកទៀតចង់ណែនាំដល់អ្នកគ្នាអំពីការ add នៅ My Computer យកបណ្ដាក់នៅលើ desktop អញ្ចឹងចូលមកខាងក្រោមនេះ property ហើយចូលពេលថា desktop តពីណាមកចូល customize desktop យើងនឹងឃើញយើងនឹង add វាមក click វាមកវានឹងឡើងមកទាំងអស់ហើយអូខេមកចឹងវានឹងឡើងមកលើហ្នឹងហើយនេះទូសម្រាប់វាសម្រាប់នេះគឺទៅវាឡើងមកលើនឹងស្រាប់តែម្ដងអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូអរគុណហើយដើម្បីបានវីដេអូថ្មីសូមអ្នកនរគ្នាសូមជួយចុច subscribe